តោះបងថ្ងៃហ្នឹងជូនបងមកមើលទីតាំងកន្លែងលីមួយទៀងនៅលើផ្លូវជាតិលេខ4ចន្លោះគីឡូ4950នៅក្រុងច្បារមនខេត្តកំពង់ស្ពឺសម្រាប់បងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ4នៅខាងស្នាមដៃបើសិនជាបងមកពីកំពង់សោមវិញនៅខាងឆ្វេងដៃហ្នឹងទៅមកពីផ្សារអញ្ចឹងទៅមកដល់ក៏ថតវីដេអូខ្លីមួយសម្រាប់ឲ្យបងស្រួលមើលទីតាំងសម្រាប់បងដែលគាត់ចេះមើល map គាត់គ្រាន់តែវាយលីមួយទៀងក៏អាចមើលតាម Google Map បានដែរបងមកដល់ភ្លាមឃើញឡានអូនគាត់មកដាក់បាំងផុកខ្ញុំសុំហៅអូនដោយសារតែគាត់ក្មេងដែរម្ចាស់ឡានជឿថាបងមិនសូវជាបកាន់ណាស់ណាព្រោះបើគ្នាក្មេងដែរហើយឲ្យហៅបងមិនកើតដល់បងអ្នកខ្លះក៏ថាឲ្យហៅបងទៅជាជីវធម៌គ្រឿងហ្នឹងយើងបាក់វេកញីចឹងបងឥឡូវយើងមកមើលអីវ៉ាន់វិញសម្រាប់ឡានគាត់ដាក់កបាំងផុកផងតភ្លើងស្តុបក្រោយ570ផងសម្រាប់ស្តុបក្រោយ570ហ្នឹងខាងខ្ញុំគឺមានច្រើនម៉ូដបងមានជិតដល់20ម៉ូដសុទ្ធតែស្អាតមួយយ៉ាងម្នាក់បើសិនជាបងឆ្លាញ់ម៉ូដដូចគាត់ក៏អាចឆាតសួរនៅក្នុង page ឬក៏មើលដល់ហាងបានបងឡានបងផ្សេងទៀតគាត់មានមកដាក់កញ្ចក់ដាក់ប្រអប់ជើងមកដូរភេងម៉ាស៊ីនឬក៏អីផ្សេងអញ្ចឹងបងដោយសារតែខ្ញុំក៏បានមើលទាំងអស់ដែរគាត់តែកន្លែងឃើញគាត់សាកភ្លើងភ្លាមនេះខំរត់មកថតវីដេអូឲ្យបងមើលទៀតហើយភ្លើងខ្លះនោះពេលយើងថតទៅអត់សូវឃើញស្អាតទេបងទៅតែយើងសាកឬក៏យើងមកមើលជាក់ស្ដែងបានឃើញម៉ូដមួយវាស្អាតម្យ៉ាងម្នាក់អញ្ចឹងបងឡានគាត់ពេលហើយមែនតើហ្មងខ្ញុំបានថតពេលបញ្ចប់ហ្មងទេបងអញ្ចឹងថតបានប៉ុន្មានខ្ញុំរៀបរាប់បានតែប៉ុណ្្នឹងទេអរគុណច្រើនបងជួបគ្នាវីដេអូក្រោយទៀតបាយ